បន្ទាប់ពីយើងរៀបចំកាល់ហើយយើងវាវាចូលហើយអញ្ចឹងយើងត្រូវកំណត់វាយកទៅ print ណា print នៅលើกระดาษកាល់ដើម្បីយកกระดาษកាល់ទៅថតពុម្ពអញ្ចឹងសូមណែនាំអ្នកទាំងអស់គ្នាមកមើលกระดาษកាល់បងប្អូនបាទជាអ្នកខ្លះអត់ទាន់ស្គាល់กระดาษកាល់មកទេណានេះกระดาษកាល់នេះដាក់កន្លែងភ្លើងដូចសូមមើលនេះគឺกระดาษកាល់នេះវាដូចជាវា plastic អញ្ចឹងវាមើលទៅយើងធ្លុះទៅចំហៀងទៅនេះអញ្ចឹងអាហ្នឹងគឺกระดาษកាល់វាអត់ដូចกระดาษរ៉ាមទេណាกระดาษកាល់ឥឡូវទៅមើលការកំណត់ជា print យ៉ាងម៉េចនេះអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយអញ្ចឹងយើង print វាអញ្ចឹងនៅពេល print យើងអត់ print ទាំងសបកធាតុហ្នឹងយើង print តែអក្សរណាអញ្ចឹងយើងទាញនឹងវាចេញមកទាញវាផុតពីกระดาษយើងបើសិនយើងលុបក៏បានប៉ុន្តែនៅពេលដែលយើងធ្វើក្រោយវាពិបាកយកដល់មកវិញអញ្ចឹងយើងគ្រាន់តែទាញវាចេញមកមិនចាំលុបទេទាញផុតពីกระดาษរាមយើងហ្នឹងគេกระดาษរាមនេះប៉ុណ្ណេះกระดาษ A4 អញ្ចឹងយើង print វាមក print យកចុច file យកពាក្យថា print នេះតោះមកយើងជ្រើសរើសម៉ាស៊ីនយើងម៉ាស៊ីន print សូមបញ្ជាក់ផងណាម៉ាស៊ីន print กระดาษកាល់គឺយើង print លើ print បានចំពោះថាម៉ាស៊ីន laser ណាពពួកទឹកថ្នាំពណ៌ color យើង print អត់កើតទេ print ក៏សូវច្បាស់ដែរហ្នឹងណាអញ្ចឹងគឺយើង print laser ពណ៌ខ្មៅដិតចុចលើម៉ាកម៉ាស៊ីនមកយើងកំណត់ចូលទៅកំណត់គេយើងពួកខ្ញុំយកกระดาษ A4 กระดาษផ្ដេកណាតោះមកយើងឥឡូវយើងកំណត់ស៊ីក្នុងលើម៉ាស៊ីន print យើងកំណត់ខ្លួនឯងមកយើងធ្លាប់ print ហើយយើងដឹងហើយពួកខ្ញុំយក special នេះទៅដើម្បីទឹកខ្មៅចុច OK តោះមកចុច preview សិនតើវាមើលទៅគេឃើញกระดาษអញ្ចឹងវានៅក្នុងកណ្ដាលទាំងអស់យើងចុច preview មើលពេលវាមិនដាច់អក្សរមួយដែរអញ្ចឹងនៅវាឃើញទាំងអស់ហើយយើងនៅពេញទាំងអស់អញ្ចឹងយើង print តែអក្សរហ្នឹងទេយើងចុច file ទៅយើងចុច print ទៅមកទៅបាទអានេះlà việc print បាទ